រដូវកាលខែភ្លៀងចេះពុកម៉ែបងប្អូនអ្នកគ្នាយើងមកលេងប្រាសាទបេងមេលានៅខាងខេត្តសៀមរាបនិយាយពីថាទេសភាពស្អាតអើយស្អាតខ្លាំងមែនតើខ្ញុំទៅហើយខ្ញុំចង់ទៅទៀតនិយាយពីថាទេសភាពប្រាសាទទៅស្អាតមួយយ៉ាងហើយសំខាន់ប្រាសាទនឹងមានដុះស្លែដុះអីមកខាងលើពេលយើងថតទៅបានរូបភាពមកស្អាតខ្លាំងមែនតើហើយសំខាន់ខ្ញុំទៅនឹងគឺទៅពេលល្ងាចអត់សូវមានមនុស្សទេអញ្ចឹងខ្ញុំមានតែគ្នា4 5នាក់ដើរទេតែទេសភាពកម្មចិន្តាដើរកាត់នឹងគឺមានស្មៅដុះជុំវិញអូមើលទៅត្រជាក់ភ្នែកទៅហើយចង់ទៅទៀតហើយបើថារូបថតវិញគ្មានបានមើលទេគឺតែចុចយកដោយសារទេសភាពស្អាតពេកយកពុកម៉ែបងប្អូនទាំងគ្នាហើយបើអញ្ចឹងមកលេងសៀមរាបកុំភ្លេចឲ្យសោះប្រាសាទបេងមេលាហ្នឹងទោះបីជារៀងនៅឆ្ងាយបន្តិចមែនបឹងមេលាក៏បេងមេលាខ្ញុំហៅច្រឡំហ្នឹងណាពុកម៉ែបងប្អូនទាំងគ្នាទោះបីជារៀងនៅឆ្ងាយក្រុងបន្តិចមែនក៏ប៉ុន្តែពេលយើងទៅហើយគឺយើងមិនស្ដាយទេគឺយើងបានឃើញនៅអ្វីដែលយើងចង់បានហើយពេញចិត្តហើយនិយាយពីខ្ញុំសំដែងដើរមើលនេះមើលនោះក៏ប៉ុន្តែស្អាតមែនរចនាបថប្រាសាទទោះជាមានការបាក់បែកច្រើនក៏ដោយក៏ប៉ុន្តែយើងនៅតែមើលទៅឃើញស្អាតមែនតើពេលថតរូបថតអីទៅស៊ីនឹង view មែនតើអញ្ចឹងបើពុកម៉ែបងប្អូនអ្នកគ្នាបានមកលេងសៀមរាបកុំភ្លេចទៅប្រាសាទបេងមេលានេះគឺស្អាតខ្លាំងមែនតើខ្ញុំទៅហើយខ្ញុំចង់ទៅទៀតថ្ងៃណាមួយខ្ញុំនឹងទៅទៀតហើយ